ទស្សនៈរស់នៅយ៉ាងមានក្តីសុខនិពន្ធដោយយ៉ាន់វាសនាជំពូក1ជីវិតប្រចាំថ្ងៃ1សុខនិងទុក្ខជីវិតរបស់មនុស្សម្នាក់មិនមែនចេះតែជួបសុខសុភមង្គលគ្រប់ពេលវេលានោះទេហើយក៏មិនមែនចេះតែជួបទុក្ខសោកនឹងការឈឺចាប់រាល់ពេលនោះដែរដោយពាក្យចាស់លោកបានពោលថាសុខនិងទុក្ខដើរទន្ទឹមគ្នាសេចក្តីទុក្ខសោកដែលយើងបានជួបប្រទះវាមានហេតុផលរបស់វាមិនមែនចេះតែកាត់ឡើងមាននោះទេសេចក្តីទុក្ខនៅតែជាទុក្ខដដែលហ្នឹងបើយើងមិនស្វះស្វែងរកវិធីដោះស្រាយសេចក្តីទុក្ខកើតឡើងដោយហេតុដូច្នេះវាត្រូវបាត់ទៅវិញដោយហេតុដូចគ្នាសេចក្តីសុខអាចកើតមានទៅបាននៅពេលដែលយើងរកឃើញនូវវិធីដោះស្រាយនៅរាល់បញ្ហាដែលកំពុងកើតមានហើយសេចក្តីសុខអាចនឹងបន្តនៅក្នុងជីវិតរបស់យើងជារៀងរហូតទៅបានក៏អាស្រ័យលើខ្លួនយើងដែលចេះពិចារណានិងចេះត្រៀមទុកជាមុនក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងជីវិតពិតមែនតែសេចក្តីសុខមិនមានដាក់លក់នៅលើទីផ្សារបានក៏ប៉ុន្តែមនុស្សយើងម្នាក់មានវិធីសាស្ត្រជាច្រើននិងផ្សេងគ្នាក្នុងការស្វែងរកសេចក្តីសុខដល់ខ្លួនឯងនិងក្រុមគ្រួសារទោះបីជាអ្នកទទួលបាននូវសេចក្តីសុខនោះដោយរបៀបណាក៏ដោយគុំតែសេចក្តីសុខរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនបែរជាទៅបំផ្លាញសេចក្តីសុខរបស់អ្នកដទៃនិងសង្គមជាតិទៅបានហើយជីវិតដែលល្អប្រពៃគឺជាជីវិតមួយដែលរស់មិនត្រឹមតែអាចស្វែងរកសេចក្តីសុខដល់ខ្លួនឯងនិងក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចចែករំលែកនៅរាល់សេចក្តីសុខទុក្ខទាំងនោះទៅកាន់អ្នកដទៃនិងសង្គមជាតិទាំងមូលបានថែមទៀតផង2ជីវិតជាទុក្ខនៅពេលដែលជីវិតរបស់យើងជួបប្រទះនឹងបញ្ហាជួបការឈឺចាប់ជួបទុក្ខសោកនិងរឿងមិនដែលសមតាមបំណងយើងតែងតែគិតថាអ្នកដែលនៅជុំវិញយើងគេសប្បាយគេរីករាយជីវិតរបស់ពួកគេពោរពេញទៅដោយសុខសុភមង្គលតាមពិតទៅវាមិនមែនដូច្នោះទាំងអស់នោះទេស្របពេលដែលយើងកំពុងតែជួបប្រទះបញ្ហាជួបទុក្ខលំបាកអ្នកដទៃដែលនៅជុំវិញយើងគេកំពុងតែវេទនានិងកំពុងតែដង្ហើយរកជំនួយផងក៏ថាបានហើយអាចនឹងអ្នកខ្លះទៀតស្ទើរតែចង់សម្លាប់ខ្លួនឲ្យផុតពីលោកនេះក៏មានដែរកុំគ្រាន់តែឃើញគេសើចគេញញឹមហើយយើងកាត់សេចក្តីថាជីវិតរបស់ពួកគេសប្បាយរីករាយនោះវាមិនត្រឹមត្រូវនោះឡើយព្រោះថារាល់ស្នាមញញឹមទាំងឡាយមិនមែនសុទ្ធតែចេញមកពីក្នុងដួងចិត្តដែលសប្បាយរីករាយនោះទេជីវិតមនុស្សនិងសត្វដែលកើតនៅលើโลกនេះមិនមាននរណាម្នាក់ដែលអាចជៀសផុតពីសេចក្តីទុក្ខព្រួយឡើយព្រះសម្មាសម្ពុទ្ធបានសម្ដែងថាជីវិតជាទុក្ខមានជីវិតគឺមានទុក្ខទោះបីជាស្ថិតក្នុងខណៈណាក៏ដោយទាំងពេលកំពុងសប្បាយរីករាយនិងពេលកំពុងតែជួបបញ្ហាសេចក្តីទុក្ខនៅជាមួយយើងជាប់ជានិច្ច3ជីវិតនិងគំនិតជីវិតនិងគំនិតគឺជាធាតុដែលមិនអាចបំបែកចេញពីគ្នាបានឡើយអាចនិយាយបានថាដំណើរជីវិតរបស់អ្នកវាអាស្រ័យលើគំនិតរបស់អ្នកនឹងហើយអ្នកកាន់តែព្យាយាមគិតជីវិតរបស់អ្នកកាន់តែស្ថិតក្នុងស្ថានភាពដែលប្រសើរបើអ្នកកាន់តែខ្ជិលនោះជីវិតរបស់អ្នកកាន់តែស្ថិតក្នុងស្ថានភាពមួយដែលវេទនាដរាបណានៅមានជីវិតរស់នៅលើโลกនេះដាច់ខាតអ្នកមិនអាចបញ្ឈប់នៅការគិតរបស់អ្នកបានឡើយគំនិតស្ទើរតែសំខាន់ជាងអ្វីទាំងអស់ព្រោះគំនិតនេះហើយដែលជាអ្នកបង្កើតឲ្យមានអ្វី
នៅលើលោកកសន្តិវិសនេះ